bà xôm chùm riêng xua prây mất tầng ọc khía bà đôi đài sân giá cao bì khăn cam bì thi bực mình chẳng ông pi sẽ cái đây bà các bò đầm miên rồi bò sàn tút xa rồi đầm đích bà bò nước đầm ná tôi sẽ là cách rồi bò bò tì phu sập pi rồi bò xa rồi đầm đích đá đặc nóm đòi lô Adam Smithដែលទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាណាបាទបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឲ្យដឹងថាដំណើរទស្សនកិច្ចនេះគឺដើម្បីលើកកម្ពស់និងជំរុញនៅគោលដៅរួមគ្នាសម្រាប់សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាសមាជិករដ្ឋសភាសហរដ្ឋអាមេរិកគឺលោក Adam Smith ដែលជាសមាជិករដ្ឋសភាគណៈបកប្រជាធិបតេយ្យមកពីរដ្ឋ Washington State នោះគឺជាអនុប្រធានគណៈកម្មការសេវាកម្មខាងយោធារបស់រដ្ឋសភាសហរដ្ឋអាមេរិកលោកបានដឹកនាំប្រតិភូសភាមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី26ដល់ថ្ងៃទី27ខែកញ្ញាដើម្បីពង្រឹងភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាដើម្បីជំរុញនៅអធិភាពរួមគ្នាសម្រាប់តំបន់ Indo-Pacific ដែលមានសមត្ថភាពជាងមុននិងខ្លាំងជាងមុនគណៈប្រតិភូនេះរួមមានលោក Michael Baumgartner ដែលជាសមាជិករដ្ឋសភាគណៈបកសាធារណរដ្ឋមកពីរដ្ឋ Washington State ហើយលោកជាសមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសហើយនិងលោកស្រី Chrissy Holalahan ដែលជាសមាជិករដ្ឋសភាគណៈបកប្រជាធិបតេយ្យមកពីរដ្ឋ Pennsylvania លោកស្រីក៏ជាសមាជិកនៅក្នុងគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធផងដែរហើយនៅក្នុងនោះមានបុគ្គលិកសភាជាច្រើនរូបដែលសំខាន់បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតគឺបញ្ជាក់ថាដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជំរុញឲ្យមានទំនាក់ទំនងទ្វេភាគីកាន់តែរស់រវើកខ្លាំងឡើងជាមួយនឹងប្រទេសកម្ពុជាក៏ដូចជាការដោះស្រាយបញ្ហាប្រឈមពិភពលោកដូចជាបញ្ហាការអភិវឌ្ឍសេដ្ឋកិច្ចការសហប្រតិបត្តិការគ្នាទៅលើបញ្ហាសន្តិសុខនិងស្ថិរភាពនិងការលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់ហើយគណៈប្រតិភូនោះបានគូបង្ហាញថាសហរដ្ឋអាមេរិកនឹងគឺចង់ឃើញកិច្ចព្រមព្រៀងជុំបាញ់គ្នានៅក្នុងចំនួនរវាងកម្ពុជានិងថៃនៅតាមបណ្ដោយព្រំដែននោះគឺអាចនឹងនៅជាប់ថិតថេរបានហើយអាចនឹងក្លាយទៅជាសន្តិភាពដែលមានរយៈពេលយូរអង្វែងដែលជាប់ថិតថេរបើតាមលោកស្រី Bridget Walker ដែលជាភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងទីក្រុងភ្នំពេញនោះបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ប្រតិភូនេះគឺគូបង្ហាញនៅការបដិញ្ញាចិត្តដោយឥតងាករេរបស់សហរដ្ឋអាមេរិកនៅក្នុងការជួយកសាងអនាគតមួយដែលមានសុវត្ថិភាពនិងខ្លាំងជាងមុននិងវិបុលភាពសម្រាប់ប្រទេសទាំងពីរគឺទាំងសហរដ្ឋអាមេរិកហើយនិងប្រទេសកម្ពុជាចឹងប្រិមិត្តគឺពាក្យសំខាន់ដែលយើងត្រូវចាំគឺគាត់ប្រើពាក្យថា unwavering commitment គឺការបដិញ្ញាចិត្តដោយមិនងាករេនៅក្នុងការកសាងអនាគតរវាងកម្ពុជានិងសហរដ្ឋអាមេរិកណាបាទលោកស្រី Bridget បានបន្ថែមទៀតថាប្រទេសកម្ពុជាគឺជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់ Indo-Pacific ហើយការពិភាក្សារបស់យើងក៏នឹងផ្ដោតលើបញ្ហាគោលបំណងរួមដើម្បីជំរុញឲ្យបានគោលបំណងរួមក្នុងនោះមានបញ្ហាសន្តិសុខនៅក្នុងតំបន់ការរីកចម្រើនសេដ្ឋកិច្ចនិងការ